បងនោះលងចេញមកពីខាងខេត្តកណ្ដាលលោកគ្រូគាត់ចង់សុំអនុញ្ញាតសួរលោកគ្រូថាធម្មតាបើសិនជាយើងបានថ្វាយខ្លួនទៅព្រះអង្គហើយពេលដែលយើងបាត់បង់អាយុជីវិតទៅពលឹងរបស់យើងឬក៏បាទយើងនឹងបានទៅកើតជាថ្មីនៅឯនគរឋានសួគ៌ឬក៏នៅជាមួយព្រះអង្គអញ្ចឹងគាត់ចង់សុំអនុញ្ញាតគ្រប់នឹងជំរាបសួរលោកគ្រូអញ្ចេះគាត់ចង់សួរថាបើសិនជាក្នុងករណីដែលគាត់បានថ្វាយខ្លួនជឿដល់ព្រះហើយណាតែគ្រួសាររបស់គាត់អត់បានថ្វាយខ្លួនជឿដល់ព្រះអង្គទេប៉ុន្តែគាត់បានអធិដ្ឋានសម្រាប់គ្រួសារគាត់គ្រប់ពេលវេលាទាំងអស់គាត់ចង់សួរថាបើមានបញ្ហាតើការអធិដ្ឋានសម្រាប់គ្រួសាររបស់គាត់នេះអាចទទួលបានផលពីការអធិដ្ឋានដែលគាត់បានអធិដ្ឋានឲ្យដែរឬយ៉ាងណាបាទអរគុណបងស្រីនោះហើយបើសិនជាគាត់បងស្រីនោះបានជឿហើយថ្វាយខ្លួនវេលាដែលស្លាប់ហើយបានទៅនៅជាមួយព្រះពិតប្រកបការកើតជាថ្មីដោយព្រះវិញ្ញាណជាកូនព្រះហើយរក្សាសេចក្តីជំនឿខ្ជាប់ជួនហើយបញ្ញត្តិរបស់ព្រះខ្ជាប់ជួននៅក្នុងរស់ក្នុងសេចក្តីស្រឡាញ់បងស្រីពិតជាបានទៅនៅជាមួយព្រះពិតប្រកបប៉ុន្តែដោយឡែកបងស្រីតែងតែស្រឡាញ់ដល់ក្រុមគ្រួសារហើយក៏អធិដ្ឋានដល់គ្រួសារហើយគ្រួសារការអធិដ្ឋានអាចឆ្លើយតបទៅតាមសេចក្តីអធិដ្ឋានព្រះបានបណ្ដាលឲ្យមានអ្នកជាច្រើនផ្សាយដំណឹងល្អដល់គាត់តែរឿងសំខាន់គឺមិនអាស្រ័យលើយើងទាំងអស់គ្នាទេយើងបានត្រឹមតែអធិដ្ឋានតែការនោះគឺសម្រាប់លើក្រុមគ្រួសារបងស្រីគឺជឿឬមិនជឿដំណឹងល្អព្រះអង្គនឹងបណ្ដាលឲ្យទៅក្រុមគ្រួសារយើងបាទឬក៏ឲ្យក្រុមគ្រួសារយើងបានឬក៏សេចក្តីអធិដ្ឋានយើងទូទៅព្រះអង្គឲ្យព្រះអង្គធ្វើការក្នុងចិត្តក្រុមគ្រួសារសំខាន់នោះព្រះអង្គធ្វើការជាមួយពួកគាត់តែចិត្តគាត់បានទទួលស្ដាប់ទទួលប្រែចិត្តហើយទទួលគាត់ត្រង់បងស្រីស្រឡាញ់គាត់ហើយត្រង់ព្រះស្រឡាញ់គាត់ហើយត្រង់ព្រះធ្វើការមួយគាត់ហើយព្រះធ្វើការមួយគាត់ហើយដែលឲ្យខ្ញុំបង្កើតកម្មវិធីនឹងឡើងហើយព្រះធ្វើការហើយដែលធ្វើឲ្យបងស្រីហ្នឹងមានចិត្តស្រឡាញ់ដល់គ្រួសារអធិដ្ឋានដល់គ្រួសារហើយព្រះក៏ធ្វើការក្នុងចិត្តគាត់ដែរហើយព្រះក៏ធ្វើការក្នុងគាត់ដែរប៉ុន្តែសំខាន់នោះចិត្តគាត់នៅរឹងឬក៏ចិត្តគាត់ប្រែចិត្តជឿដល់ព្រះអង្គពីនៅត្រង់ចិត្តគាត់ហើយព្រះអង្គអត់អាចបង្ខំបានទេនៅពេលដែលព្រះអង្គនាំដំណឹងល្អផ្សាយដំណឹងល្អនេះក៏មានបន្ទូលទៅកាន់គាត់តែគាត់មិនឆ្លើយតបទៅកាន់ព្រះអង្គគាត់មិនជឿដល់ព្រះអង្គគាត់មិនបានស្រឡាញ់ព្រះអង្គគាត់មិនបានទទួលព្រះអង្គអានឹងរឿងគាត់អញ្ចឹងយើងគ្រាន់តែបានតែធ្វើត្រឹមកិច្ចការងារយើងតែប៉ុណ្ណោះគឺបានត្រឹមតែអធិដ្ឋានឲ្យគាត់ទេប៉ុន្តែការសម្រេចស្រេចលើគាត់បើគាត់ជឿបានសង្គ្រោះបើគាត់មិនបានជឿគឺគាត់ស្លាប់ដោយព្រោះបាបគឺការដាច់ចេញបាបគឺការដែលមិនទទួលជឿព្រះហើយព្រះស្រឡាញ់គាត់តែត្រង់ថាគាត់មិនជឿព្រះមិនទទួលព្រះអានឹងគាត់ស្លាប់ដោយព្រោះបាបហើយអញ្ចឹងបងស្រីបានត្រឹមតែធ្វើការបងស្រីហើយជាការកបហាតែព្រះណាដែលបងស្រីស្រឡាញ់ឪពុកម្ដាយហើយគុំគ្រួសារហើយអធិដ្ឋានឲ្យគាត់នេះជាការដែលល្អដែលមានបំណងចិត្តក្តីស្រឡាញ់ចង់ឃើញគ្រួសារបានទៅឋានសួគ៌បងស្រីល្អហើយរក្សាសេចក្តីល្អនោះឲ្យនៅជាប់បានទៅឋានសួគ៌ហើយសូមឲ្យអធិដ្ឋានមានថាឲ្យក្រុមគ្រួសារយើងកុំឲ្យរឹងរូសឲ្យដូចបងស្រីដែរឲ្យបានជឿដូចបងស្រីដែរបាទហើយឲ្យមានចិត្តដូចបងស្រីដែរទទួលជឿព្រះហើយដើម្បីព្រះអត់ទោសបាបហើយបានសង្គ្រោះទៅឋានសួគ៌អញ្ចឹងការសម្រេចស្រ័យលើក្រុមគ្រួសារបងស្រីមិនមែនសម្រេចលើបងស្រីហើយក៏មិនមែនសម្រេចលើព្រះដែរព្រះទ្រង់បានផ្ដល់ឱកាសឲ្យគាត់ហើយព្រះល្អដល់គាត់ហើយតែសំខាន់នៅត្រង់គាត់រឹងរូសឬក៏រឹងរូសបដិសេធឬក៏ប្រែចិត្តជឿដល់ព្រះអង្គវានៅត្រង់គាត់វិញទេបាទនៅត្រង់គាត់ទេគាត់ជឿបានសង្គ្រោះក៏មិនជឿគឺស្លាប់ដោយព្រោះបាទបងស្រីបាទចម្លើយប៉ុណ្ណឹង